ហើយសម្រាប់កងទ័ពរបស់យើងខ្ញុំបានឲ្យក្រសួងការពិជាតិនិងទីស្តីការគណៈរដ្ឋមន្ត្រីសិក្សាអំពីមេដាយពិសេសសម្រាប់អ្នកចូលរួមក្នុងប្រតិបត្តិការឆ្នាំ2025អញ្ចឹងទៅថ្ងៃក្រោយរាល់សកម្មភាពរាល់ការប្រយុទ្ធពួយត្រូវមានមេដាយសម្រាប់ផ្ដល់ជូនអ្នកដែលចូលរួមប្រតិបត្តិការដោយផ្ទាល់គ្រប់គ្រងប្រយុទ្ធដោយផ្ទាល់ទៅក្នុងបុព្វហេតុទាំងអស់នោះប៉ុន្តែយើងមានមេដាយការពារជាតិប៉ុន្តែមេដាយសម្រាប់សមរភូមិមួយត្រូវទៀតដើម្បីឲ្យដឹងហើយមានមេដាយពិសេសសម្រាប់អ្នកពិការនៅលើសមរភូមិរបួសពិការលើសមរភូមិដើម្បីជាការលើកទឹកចិត្តមេដាយពិតជាកណាត់ម្ដុំមានរូបភាពនៃកស្អាតប៉ុន្តែអ្វីដែលសំខាន់គឺតម្លៃដែលមានអត្ថន័យមិនអាចកាត់ថ្លៃបានដើម្បីឲ្យគ្រប់គ្នាឃើញនិងអាចមើលឃើញនៅការលះបង់របស់យោធិនរបស់យើងរបស់នគរបាលរបស់យើងរបស់អាវុធហត្ថរបស់យើងរបស់ប្រជាជនរបស់យើងដែលចូលរួមផ្ទាល់នៅក្នុងការការពារទឹកដីនេះគឺជាអ្វីដែលយើងគិតគូរអ្នកខ្លះស្រែកពីរាប់គីឡូរាប់ពាន់គីឡូរាប់អីមកថារដ្ឋាភិបាលទុកកងទ័ពចោលទុកទាហានចោលទុកនគរបាលចោលទុកអីចោលព្រោះខ្ញុំមិនចាំបាច់ទៅរំលឹកទៅប្រាប់ថាថ្ងៃនេះយើងចំណាយប្រមាណយើងធ្វើស្អីខ្លះជីវភាពការបំពេញភារកិច្ចរបស់គាត់នៅជួរមុខអត់ចាំបាច់ទេប៉ុន្តែគ្រាន់តែប្រាប់ថាគ្រប់វិនាទីទាំងអស់សុខទុក្ខរបស់កងទ័ពរបស់យើងវីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថនិងអ្នកគ្រប់គ្រងនិងត្រៀមឈរជើងការពារកំពុងតែបំពេញភារកិច្ចត្រៀមការពារទឹកដីរបស់យើងគឺយើងមិនដែលភ្លេចគ្រួសាររបស់គាត់គ្រួសាររបស់យុទ្ធជនពលីនគរបាលអាវុធហត្ថយើងបានយកចិត្តទុកដាក់ដោះស្រាយខ្ញុំមិនទៅប្រអួតចំនួនស្អីដែលយើងត្រូវប្រៀបធៀបជាមួយគេឲ្យប្រមាណយើងឲ្យប្រមាណតែគិតគូរកូនចៅរបស់គាត់យើងបានគិតគូរចូលបម្រើសាច់ញាតិចូលបម្រើដើម្បីបន្តការរៀនសូត្រការគិតគូរខ្ញុំគ្រួសារបានបង្កើតមូលនិធិមួយសម្រាប់បន្តជួយមើលថែកូនចៅរបស់អ្នកពលីលើសមរភូមិរួចតាយើងបានបន្តយើងបានក្តាប់ជាប់ពីណាត្រូវរកការងារពីណាត្រូវធ្វើ